សម្រាប់ប្រជាជនរាប់ម៉ឺនអ្នកស្រែករសន្តិភាពដៃកាន់ទង់ជាតិគ្មានទេអាវុធក្នុងដៃសម្រាប់ពុកម៉ែបងប្អូននេះជាទស្សនវិជ្ជាក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាយើងហើយដែលមានប្រជាជនសិតតែយុវវ័យយុវជននិយាយទៅគឺច្រើនមែនតើពុកម៉ែបងប្អូនមកដើរថ្មើរជើងដើម្បីសាទរស្រែកហូគ្រប់គ្រងលើកទឹកចិត្តដល់កម្លាំងកងទ័ពជួរមុខរបស់កម្ពុជារបស់យើងហើយនេះជារូបភាពនៃការចូលរួមគ្រប់ផ្នែកគ្រប់ជាន់គ្រប់ថ្នាក់គ្រប់លំដាប់ទាំងអស់មកអស់ហើយប្រសង់ក៏ដូចជាប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់អត់មានប្រកែប្រកាន់អីទេមកចូលរួមគឺមកដោយទឹកចិត្តគ្មានការប្រខិតប្រខំមកកាន់តែទង់ជាតិលើកស្រែកហូស្រែកច្រៀងបទចម្រៀងភ្លេងជាតិចម្រៀងជាតិទាំងអស់គ្នាដើរពីខាងសាលស្កោះពេជ្រមករហូតដល់វិមានឯករាជ្យគឺថាចូលរួមច្រើនមែនតើហើយខ្ញុំឃើញទស្សនីយភាពទង់ជាតិខ្មែរយើងលើកមកបករវិចបែបនេះគឺធ្វើឲ្យយើងមានអារម្មណ៍ថាមោទនភាពជាតិខ្លាំងមែនតើជាតិខ្មែរចង់បានសន្តិភាពអញ្ចឹងសង្ឃឹមថាមិនថាប្រទេសណាទេខ្ញុំជឿថាម្នាក់ប្រជាជនដែលស្មោះត្រង់ប្រជាជនដែលស្រឡាញ់សន្តិភាពគឺគេចង់បានសន្តិភាពណាគ្មានអ្នកណាចង់បានសង្គ្រាមគ្មានអ្នកណាចង់បានឲ្យមានរឿងហេតុឆ្លោះប្រកែកគ្នាប្រកាន់ពូជសាសន៍អីទេអញ្ចឹងសង្ឃឹមថាមិនថាពូជសាសន៍ណាពូជសាសន៍ណីទេចូលស្រឡាញ់គ្នាព្រោះយើងជាតិសាសន៍មនុស្សតែមួយទេហេតុអីបានយើងត្រូវឈ្លានពានឈ្លាននេះគ្នាព្រោះអីយើងមានតែរឿងមួយទេគឺសុំតែសុខសន្តិភាពហើយទង់ជាតិខ្មែរនេះលើកឡើងគឺចង់បញ្ជាក់ថាខ្មែរត្រូវការសន្តិភាពហើយគ្រប់គ្រងដល់រាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក៏ដូចជាគ្រប់គ្រងលើកទឹកចិត្តទៅដល់បងកងទ័ពជួរមុខទាំងអស់ដើម្បីឲ្យគាត់មានកម្លាំងចិត្តនៅក្នុងការពារមរណភាពទឹកដីនេះហើយការហាយដង្ហមគ្រប់ទាំងអស់ខ្ញុំឃើញថារូបភាពគឺយុវវ័យយុវជនយុវតីគឺច្រើនមែនតើសតតែក្មេងៗគឺគាត់ស្រឡាញ់ចេញពីបេះដូងស្រឡាញ់ចេញពីចិត្តគឺចង់បង្ហាញទៅពិភពលោកថាខ្មែរយើងគឺចង់បានតែសន្តិភាពទេអញ្ចឹងហើយទុកការងារឲ្យតុលាការអន្តរជាតិ ICJ គឺគាត់ជាអ្នកដោះស្រាយអង្គការនៅខាងឡាអេនៅអីហ្នឹងគឺតួនាទីរបស់ពួកគាត់អញ្ចឹងសង្ឃឹមថាភាគីម្ខាងទៀតគាត់យល់ស្របរកវិធីសាស្ត្រសន្តិភាពទាំងអស់គ្នាព្រោះសិតតែប្រជាជាតិតែមួយទេនេះមកអស់ហើយនិយាយពីថាអូយនេះហើយជាការបង្ហាញទឹកចិត្តគឺគ្មានការញុះញង់ឲ្យមានការរើសអើងឬក៏រូបភាពនៅក្នុងការបង្ហាញសាច់ដុំឬក៏បង្ហាញថាអូយើងនឹងវាខ្លាំងចេះយើងនឹងវាខ្លាំងចោះគម្រាមទៅខាងណាខាងណីអីទេនេះគឺជាការដង្ហែបង្ហាញពីទឹកចិត្តស្រឡាញ់ចង់បានសន្តិភាពតែប៉ុណ្្នឹងឯងអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងកម្ពុជារបស់យើងគឺมันមានការបង្កហេតុរូបភាពណាមួយដែលបង្ហាញថាយើងជាមនុស្សដែលជាប្រជាជនដែលមិនស្រឡាញ់សន្តិភាពទេណាគឺយើងស្រឡាញ់ទាំងអស់គ្នាអញ្ចឹងគឺយើងមិនមានប្រើរូបភាពក្នុងន័យហិង្សាបាតកម្មនេះបាតកម្មនោះអីទេគឺយើងព្យាយាមចង់បានសន្តិភាពទាមទារសន្តិភាពដើម្បីរួបរวมជាតិក៏ដូចជាប្រជាជាតិទាំងអស់នៅលើពិភពលោកគឺមនុស្សយើងកើតមកលើផែនដីនេះតែមួយទេអញ្ចឹងអ្នកណាក៏ចង់បានសន្តិភាពដែរគួរតែគិតទៅដល់រឿងហ្នឹងអញ្ចឹងសង្ឃឹមថារកដំណោះស្រាយកដាលមួយដើម្បីឲ្យប្រទេសរបស់យើងទទួលបានសន្តិភាពប្រទេសរបស់គេក៏ទទួលបានសន្តិភាពប្រទេសណាក៏ដោយលើពិភពលោកចង់បានសន្តិភាពទាំងអស់គ្នាខ្ញុំជឿថាប្រជាជាតិដែលស្មោះត្រង់ប្រជាជាតិដែលល្អប្រជាជនដែលល្អគឺគាត់ចង់បានសន្តិភាពណាស់អរគុណច្រើននេះជាវីដេអូដ៏ល្អជម្រាបលាពុកម៉ែបងប្អូនបាយបាយ